នៅលើពិភពលោកយើងនេះមានប្រទេសខ្លះមានផ្ទៃដីធំនិងមានប្រជាជនច្រើនប៉ុន្តែក៏មានប្រទេសខ្លះមានផ្ទៃដីតូចមិនស្មើទៅនឹងទីក្រុងឬរដ្ឋមួយផងហើយភាគច្រើនប្រទេសទាំងនោះត្រូវបានគេរកឃើញនៅក្នុងតំបន់ Caribbean នៅទ្វីបអឺរ៉ុបនិងតំបន់ Pacific បើយើងបូកសរុបផ្ទៃដីនៃប្រទេសទាំងនោះសរុបមិនបាន 1,500 គីឡូម៉ែត្រការ៉េនោះទេគឺតូចជាងរដ្ឋ Texas នៃសហរដ្ឋអាមេរិកដែលមានប្រមាណ 1,600 គីឡូម៉ែត្រការ៉េខាងក្រោមនេះគឺជាប្រទេសដែលមានផ្ទៃដីតូចជាងគេបំផុតទាំង10លើពិភពលោកទី10ប្រទេសម៉ាល់តាដែលមានផ្ទៃដី316គីឡូម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេរដ្ឋម៉ាល់តាត្រូវបានបង្កើតឡើងដោយកោះចំនួន3គឺកោះកូសូកោះខូមីណូនិងកោះម៉ាល់តាដែលមានប្រជាជនរស់នៅជាង 450,000 នាក់ទី9ប្រទេសម៉ាល់ឌីវដែលមានផ្ទៃដីប្រមាណ300គីឡូម៉ែត្រការ៉េប្រទេសនេះធ្លាប់ជាអាណានិគមនៃអាណាចក្រជាច្រើនដូចជាប៉ូទុយហ្គាល់ហូឡង់និងអង់គ្លេសប៉ុន្តែបានក្លាយទៅជាប្រទេសឯករាជ្យមួយនៅក្នុងឆ្នាំ 1965 សប្តាហ៍ថ្ងៃប្រទេសម៉ាល់ឌីវមានសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើកនិងទឹកសមុទ្រពណ៌ខៀវគ្រីស្តាល់ដែលថ្លាដូចកញ្ចក់ទី8ប្រទេសសេនឃីននិងនេវេសដែលមានផ្ទៃដីប្រមាណ261គីឡូម៉ែត្រការ៉េដែលធ្វើឲ្យរដ្ឋសេនឃីននិងនេវេសក្លាយជាប្រទេសតូចជាងគេបំផុតទី8លើពិភពលោកសេដ្ឋកិច្ចរបស់ប្រទេសនេះគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍កសិកម្មនិងឧស្សាហកម្មព្រមទាំងផលិតកម្មតូចៗកោះនេះក៏ផ្ដល់នូវកន្លែងមុជទឹកដ៏អស្ចារ្យបំផុតផងដែរដោយសារតែជីវិតសមុទ្រដ៏សម្បូរបែបហើយក៏ជាអ្នកនាំចេញស្ករដ៏ធំបំផុតជាងគេអស់រយៈពេល100ឆ្នាំមកហើយឥឡូវនេះក៏បានផ្លាស់ប្ដូរទៅជាអគារដ៏ស្រស់ស្អាតដែលត្រូវបានបំលែងទៅជាអគារនិងរមណីយដ្ឋានផ្សេងៗទី7កោះ Marshall ដែលមានផ្ទៃដី181គីឡូម៉ែត្រការ៉េគឺជាប្រទេសកោះមួយដែលអាចរកឃើញនៅមហាសមុទ្រ Pacific ដែលមានចម្ងាយប្រហែលពាក់កណ្ដាលរវាងរដ្ឋ Hawaii និងទ្វីបអូស្ត្រាលីតំបន់ដែលហ៊ុំព័ទ្ធទៅដោយកោះមួយនេះគឺមានជីវៈចម្រុះដែលមិនគួរឲ្យជឿហើយមានត្រីចំនួន800ប្រភេទក៏ដូចជាផ្កាថ្មចំនួន160ប្រភេទផងដែរទី6 Liechtenstein មានផ្ទៃដី160គីឡូម៉ែត្រការ៉េជាប្រទេសដែលនិយាយភាសាអាល្លឺម៉ង់គឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានទីតាំងទាំងស្រុងស្ថិតនៅក្នុងភ្នំអាល់ហើយក៏ជាប្រទេសដែលមានបំផុតលើពិភពលោកដោយ GDP ក្នុងម្នាក់ៗដែលអត្រាអ្នកគ្មានការងារធ្វើទាបបំផុតគឺ 1.5% ទី5 San Marino មានផ្ទៃដីត្រឹមតែ60គីឡូម៉ែត្រការ៉េជារដ្ឋដែលមានអធិបតេយ្យភាពយូរលង់ជាងគេបំផុតនៅលើពិភពលោកហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកមានបំផុតក្នុង GDP ផងដែរហើយក៏ជាប្រទេសដែលតូចជាងគេបំផុតទី3នៅទ្វីបអឺរ៉ុបមានប្រជាជនត្រឹមតែ 300,000 នាក់ដែលមានអត្រាអ្នកអត់ការងារធ្វើទាបបំផុតក្នុងពិភពលោកទី4ប្រទេសទូវ៉ាលូមានផ្ទៃដី26គីឡូម៉ែត្រការ៉េមានប្រជាជនប្រមាណ 10,000 នាក់ហើយមានផ្លូវថ្នល់ត្រឹមតែ8គីឡូម៉ែត្រនិងមានមន្ទីរពេទ្យតែមួយប៉ុណ្ណោះនៅក្នុងកោះធ្លាប់ជាទឹកដីអង់គ្លេសប៉ុន្តែទទួលបានឯករាជ្យនៅឆ្នាំ 1978 ដោយសារតែទីតាំងរបស់ប្រទេសនេះនៅតំបន់ឆ្ងាយពីវិស័យទេសចរណ៍គឺមិនសំខាន់ទេក្នុងឆ្នាំ 2010 ភ្ញៀវទេសចរតិចជាង 2,000 នាក់បានចូលទៅទស្សនានៅទូវ៉ាលូហើយ 65% នៃពួកគេគឺជាអ្នករកស៊ីទី3ប្រទេសនូរូមានផ្ទៃដី21គីឡូម៉ែត្រការ៉េពីមុនត្រូវបានគេស្គាល់ថាជាកោះស្នេហ៍ហើយធនធានផូស្វ័ររបស់ប្រទេសនេះត្រូវបានបាត់បង់ហើយនាំឲ្យអត្រាអ្នកអត់ការងារធ្វើរហូតដល់ 90% ហើយនៅសល់ 10% ទៀតត្រូវបានជួលដោយរដ្ឋាភិបាលកោះនូរូត្រូវបានគេស្គាល់ថាជាប្រទេសដែលមានមនុស្សធាត់ច្រើនជាងគេបំផុតលើពិភពលោកដែល 90% នៃបុរសនិង 93% ជាស្ត្រីដែលធាត់លើសទម្ងន់ទី2ប្រទេសម៉ូណូកូមានផ្ទៃដី2គីឡូម៉ែត្រការ៉េម៉ូណូកូជាប្រទេសដែលមានផ្ទះរបស់មហាសេដ្ឋីនិងសេដ្ឋកិច្ចច្រើនជាងគេបំផុតលើពិភពលោកបើយើងប្រៀបធៀបផ្ទៃដីនិងប្រជាជនម៉ូណូកូជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកដែលមានប្រជាជន 36,000 នាក់ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលពេញនិយមបំផុតគឺការប្រណាំងរថយន្ត Formula 1 ដែលមានការប្រណាំងនៅតាមដងផ្លូវនៅកណ្ដាលទីក្រុងទី1ទីក្រុងវ៉ាល់តេកង់ដែលមានផ្ទៃដី 0.44 គីឡូម៉ែត្រការ៉េប្រទេសនេះគឺស្ថិតនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីនិងជាមជ្ឈមណ្ឌលនៃព្រះវិហារកាតូលិកវាក៏មានព្រះវិហារដ៏ធំបំផុតលើពិភពលោកគឺព្រះវិហារ Basilica ដែលជាស្នាដៃសិល្បៈសំខាន់មួយចំនួនរបស់ក្រុមហ៊ុន Renaissance ដូចជា The Pieta និងការបង្កើតអាដាមប្រាក់ចំណូលរបស់វាគឺបានមកពីវិភាគទានពីអ្នកស្ម័គ្រចិត្តរបស់សមាជិកជាង 1000 លាននាក់នៃព្រះវិហាររ៉ូម៉ាំងកាតូលិកនៅជុំវិញពិភពលោក